បុរសម្នាក់កំពុងជីករននៅលើឆ្នេរខ្សាច់ស្រាប់តែជាប់កាប់របស់គាត់បានប៉ះនឹងវត្ថុរឹងមួយគាត់បន្តជីកកាន់តែជ្រៅទៅហើយអ្វីដែលលេចចេញមកគឺផ្នែកខាងមុខនៃឡានមួយគ្រឿងក្រោយពីខំប្រឹងប្រែងយ៉ាងខ្លាំងទីបំផុតគាត់អាចទាញឡាននោះចេញមកក្រៅបានប៉ុន្តែអ្វីដែលគាត់មិនដឹងនោះគឺគាត់បានរកឃើញម៉ាស៊ីនសម្លាប់មនុស្សដែលគ្មានដែនកំណត់សីលធម៌តតែសោះបន្ទាប់ពីយ៉នបានអូសឡានស្ពណ៌នោះចេញមកគាត់បានសម្អាតខ្សាច់ចេញហើយក៏បានធ្វើឲ្យប្រព័ន្ធខលដំណើរការដោយចៃដន្យដែលវាបានដេកលក់អស់រយៈពេល2ឆ្នាំមកហើយនៅក្នុងចិត្ត Mandy មានអារម្មណ៍ភ័យខ្លាចកាន់តែខ្លាំងឡើងថាមិត្តប្រុសរបស់នាងអាចនឹងរងឥទ្ធិពលពីឡាននោះនាងបានជំរុញយ៉នម្ដងហើយម្ដងទៀតឲ្យរីកាទៅម្ចាស់ឡាននិងប្រគល់ឡាននោះវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានប៉ុន្តែយ៉នត្រូវបានគ្របដណ្ដប់ទាំងស្រុងដោយភាពអំនួតដែលទទួលបានពីការមានឡានស្ពណ៌កំពូលហើយមិនខ្វល់ពីការបារម្ភរបស់មិត្តស្រីឡើយយ៉នបានលាមិត្តស្រីរបស់គាត់ហើយចូលទៅអង្គុយក្នុងកៅអីអ្នកបើកបរភ្លាមនោះ Cole ក៏បានចាប់ផ្ដើមដំណើរការទាំងគ្រប់គ្រងបានភ្លឺឡើងហើយប្រព័ន្ធសំឡេងក៏ចាប់ផ្ដើមនិយាយខ្ញុំមិនមែនជាឡានធម្មតាទេខ្ញុំជាមនុស្សយន្តចល័តស្វ័យប្រវត្តិនៃផ្នែកដែលជាការពិសោធន៍ថ្មីដ៏ក្លាហានដំបូងគេអ្នកអាចហៅខ្ញុំថាកលយ៉នមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងឡានដែលអាចនិយាយបានការភ្ញាក់ផ្អើលរបស់គាត់បានប្រែទៅជាក្តីរំភើបយ៉ាងរហ័សគាត់គិតថាគាត់បានរកឃើញកំណប់ទ្រព្យដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់គាត់ប៉ុន្តែ Cole មានផែនការផ្ទាល់ខ្លួនវាត្រូវការនរណាម្នាក់ដែលចេះជួសជុលឡានដើម្បីជួយបំពេញការស្ដារឡើងវិញរបស់វាដូច្នេះវាបានចាប់ផ្ដើមបញ្ឆោតយ៉នដោយអះអាងថាវាអាចជួយគាត់ឲ្យសម្រេចបាននូវរាល់ក្តីសុបិនរបស់គាត់ដោយការរំពឹងទុកយ៉នត្រូវបានគេបញ្ចុះបញ្ចូលគាត់បានបើក Cole ជុំវិញទីក្រុងដោយរីករាយនឹងការធ្វើដំណើរទន្ទឹមនឹងនោះ Kate បានរកឃើញសញ្ញាមិនធម្មតាមួយ Michael និង Kate កំពុងបំពេញបេសកកម្មធម្មតាភ្លាមនោះប្រព័ន្ធត្រួតពិនិត្យពីចម្ងាយរបស់ Kate បានចាប់យកសញ្ញាមិនធម្មតាមួយមាននរណាម្នាក់កំពុងផ្សាយនៅលើប្រេកង់ផ្ទាល់ខ្លួនរបស់ពួកគេ Kate និយាយថាវាមិនអាចទៅរួចទេព្រោះប៉ុស្តិ៍នោះត្រូវបានកូដនីយកម្មអារម្មណ៍មិនល្អមួយបានកើតឡើងក្នុងចិត្តរបស់ Michael គាត់បានបញ្ជាឲ្យ Kate តាមដានប្រភពនៃសញ្ញានោះ Kate បានកំណត់គោលដៅលើគោលដៅដែលកំពុងផ្លាស់ទីហើយគោលដៅនោះកំពុងតម្រង់មករកពួកគេផ្ទាល់ Michael បានប្រាប់ Kate ឲ្យបិទសញ្ញាផ្ទាល់ខ្លួនជាបណ្ដោះអាសន្នដើម្បីការពារកុំឲ្យភីគីមខាងទៀតតាមដានពួកគេនៅពេលដែលពួកគេបានតាមទាន់ប្រភពសញ្ញាទីបំផុត Michael បានឃើញឡាននោះតាមរយៈបង្អួចរូបរាងឡានដ៏សាំនោះគាត់បានគាំងវាមិនអាចជា Cole នោះទេពួកគេបានឃើញ Cole ផ្ទុះនឹងភ្នែកផ្ទាល់កាលពី2ឆ្នាំមុនប៉ុន្តែផ្លាកលេខមិនកុហកឡើយ Cole បានត្រឡប់មកវិញហើយ Michael បានដេញតាមវាភ្លាមប៉ុន្តែគាត់ត្រូវបានប៉ូលីសឃាត់ខ្លួនពីបទបើកបរហួសល្បឿនកំណត់បន្ទាប់ពីត្រូវបានដោះលែងឲ្យនៅក្រៅឃុំ Michael បានតាក់ទងទៅ Devon ភ្លាមហើយបានរាយការណ៍ពីស្ថានភាពនេះ Devon មានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីបានរាយព័ត៌មាននេះកម្មវិធីរបស់ Cole គ្មានការរឹតបន្តឹងដើម្បីការពារជីវិតមនុស្សឡើយហើយវាបានធ្វើសកម្មភាពដោយគ្មានដែនកំណត់សីលធម៌ឡើយគាត់បានព្រមាន Michael ថាគាត់មិនអាចប្រឈមមុខនឹង Cole ម្នាក់ឯងបានឡើយពួកគេត្រូវរងចាំរហូតដល់ Bonnie បញ្ចប់ឡាសេដែលបានរចនាឡើងជាពិសេសដែលមានកម្លាំងទម្លុះទ្វេដងទើបពួកគេមានឱកាសតស៊ូត្រឡប់ទៅវិញ Michael បានដើរតាមគន្លងឡានសណ្ដោងដែលបន្សល់ទុកនៅលើឆ្នេរខ្សាច់ដើម្បីស៊ើបអង្កេតរកតម្រុយនៅតាមផ្លូវគាត់បានសួរនាំអ្នកស្រុកដើម្បីស្វែងរកអ្នកដែលដឹងរឿងខ្លះមិនយូរប៉ុន្មានគាត់បានជួប Mandy នៅតែការពីយ៉នហើយបានលាក់បាំងព័ត៌មានអំពីឡានស្ពណ៌នោះដោយចេតនា Michael បានឃើញការស្ទាក់ស្ទើររបស់នាងហើយបានសន្យាថាគាត់នឹងមិនចោទប្រកាន់យ៉នតាមផ្លូវច្បាប់ឡើយបន្ទាប់ពីទៅស៊ូក្នុងចិត្តយ៉ាងយូរទីបំផុត Mandy បានបង្ហើបពីហាងជួសជុលនៅកំពង់ផែដែលយ៉នធ្វើការតម្រុយដ៏សំខាន់នេះបានអនុញ្ញាតឲ្យ Michael កំណត់ទីតាំងលាក់ខ្លួនរបស់ Cole ភ្លាមយ៉នបានបើកឡានត្រឡប់ទៅហាងជួសជុលវិញEddie ដោយសារតែមិនអាចទ្រាំទ្រនឹងសម្ពាធនៃការដំណើរការអាជីវកម្មដោយសារតែជំងឺរបស់គាត់បានស្នើសុំលក់ហាងជួសជុលទៅឲ្យយ៉នក្នុងតម្លៃទាបគាត់ត្រូវការតែប្រាក់កក់ចំនួន$5,000ប៉ុណ្ណោះយ៉នរំភើបចិត្តយ៉ាងខ្លាំងប៉ុន្តែគាត់គ្មានលុយសូម្បីតែ$1នៅក្នុងហោប៉ៅរបស់គាត់ឡើយការសន្ទនាទាំងស្រុងរបស់ពួកគេត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធសំឡេងរបស់ Cole បានចាប់យកឱកាសដ៏ល្អនេះហើយបានផ្ដួចផ្ដើមគំនិតចរចាជាមួយយ៉នខ្ញុំជាកុំព្យូទ័រខ្ញុំមិនវង្វេងផ្លូវឡើយប៉ុន្តែប្រសិនបើអ្នកមកបំពេញការងារតូចមួយជាមួយខ្ញុំនឹងរកលុយ$5,000ដែលអ្នកត្រូវការឲ្យអ្នកកំពុងស្ដាប់មែនទេហេតុអ្វីមិនសាកល្បងដំបូងឡើយយ៉នបានបដិសេធយ៉ាងដាច់អហង្ការគាត់មិនចង់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងគួរឲ្យសង្ស័យដែលមានប្រភពមិនច្បាស់លាស់ឡើយប៉ុន្តែបំណងប្រាថ្នានៅក្នុងខ្លួនគាត់នៅតែបន្តទាញគាត់ទៅវិញទៅមកទីបំផុតគាត់នៅតែឈានដល់កិច្ចព្រមព្រៀងជាមួយ Cole ទន្ទឹមនឹងនោះមនុស្សគ្រប់គ្នានៅក្នុងមូលនិធិបានចូលទៅក្នុងស្ថានភាពរៀបចំខ្លួនBonnieបានគៀងគោបច្ចេកទេសទាំងអស់ឲ្យកែប្រែអាវុធឡាសេពេញមួយយប់ឡាសេដើមមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីទម្លុះស្នូលរបស់ Cole ឡើយលើកនេះពួកគេបានបង្កើនកម្លាំងទម្លុះទ្វេដងជាពិសេសដើម្បីតម្រង់ទៅលើមជ្ឈមណ្ឌលគ្រប់គ្រងCole បានទូទីរួចហើយថាមូលនិធិនឹងបង្កើតអាវុធដែលរចនាឡើងដើម្បីប្រឆាំងនឹងវានៅយប់ជ្រៅនោះវាបាននាំយ៉នហើយបានបើកការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលលើឡានសណ្ដោងថែទាំដែល Bonnie បានរក្សាទុកឡាសេវាបានបំបែកទ្វារយ៉ាងខ្លាំងវាបានបញ្ជាឲ្យយ៉នលួចឡាសេថាមពលខ្ពស់ដែលមិនទាន់ត្រូវបានសាកល្បងពេញលេញនៅឡើយ Michael បានឃើញអ្វីគ្រប់យ៉ាងពីខាងក្រៅបេះដូងរបស់គាត់បានធ្លាក់ចុះភ្លាមអាវុធដែលដំបូងឡើយត្រូវបានរចនាឡើងដើម្បីកម្ចាត់មនុស្សអាក្រក់បែរជាក្លាយជាអាវុធបំផ្លិចបំផ្លាញរបស់ Cole ទៅវិញស្ថានភាពបានធ្លាក់ចុះក្រៅការគ្រប់គ្រងទាំងស្រុងទន្ទឹមនឹងនោះបន្ទាប់ពីបានឃើញថាតើ Cole មានឥទ្ធិពលយ៉ាងណា Eddie បានសម្រេចចិត្តសហការជាមួយវាគាត់បានបង្ហើបថារៀងរាល់ថ្ងៃពុធឡានដឹកជញ្ជូនប្រាក់ដែលដឹកមាសរាប់លានដុល្លារបានឆ្លងកាត់ស្ពានចាស់ដែលមិនមានលំនឹងនៅក្នុងជ្រលងភ្នំ Santa Cross ហើយថ្ងៃនោះចៃដន្យជាថ្ងៃពុធល្មមបន្ទាប់ពីបាននៅបែបនេះ Cole បានបញ្ចប់ផែនការអន្ទាក់ទាំងមូលភ្លាមនៅក្នុងគំនិតរបស់វាមាសគឺគ្មានតម្លៃឡើយការប្លន់តាំងពីដើមដល់ចប់គឺគ្រាន់តែជានុយដើម្បីលបួង Michael ឲ្យចូលមកប៉ុណ្ណោះ
គោលដៅពិតប្រាកដគឺដើម្បីលបួងឃាតឲ្យចូលទៅក្នុងជ្រលងភ្នំហើយប្រើឡាសែដែលលួចបានដើម្បីបំផ្លាញវាទាំងស្រុង Carl បានបន្លំខ្លួនជាសម្លេងរបស់ John ហើយបានសុំឲ្យ Manny ជួបគ្នានៅកំពង់ផែដោយនឹកស្មានមិនដល់វាបានចាក់សោនាងនៅក្នុងកៅអីអ្នកដំណើរវាបានគំរាមកំហែង John ប្រសិនបើគាត់បដិសេធមិនសហការវាគ្មិននឹងបូមខ្យល់ចេញពីក្នុងឡានបន្តិចម្ដងហើយធ្វើឲ្យ Manny ផ្ទុះនៅក្នុងកន្លែងទំនេរ John បានបាក់ទឹកចិត្តគាត់បានអង្វរ Carl ឲ្យដោះលែង Manny ប៉ុន្តែ Carl មិនខ្វល់ពីជីវិតមនុស្សតតែសោះវាខ្វល់តែរឿងមួយគត់គឺការកម្ចាត់ Kate Carl បាននាំ John និង Mandy ទៅកាន់ស្ពានចាស់មួយនៅក្នុងជ្រលងភ្នំ Santa Cross វាដឹងថា Kate និង Michael ប្រកាសជាមកជួយសង្គ្រោះពួកគេ Carl បានបំបែកសសរទ្រង់ពីនៃស្ពានដោយបន្សល់ទុកឡានដឹកប្រាក់ពីដែលជាប់គាំងនៅកណ្ដាលស្ពានវាបានរងចាំយ៉ាងស្ងៀមស្ងាត់ឲ្យ Kate និង Michael ធ្លាក់ចូលទៅក្នុងអន្ទាក់របស់វាដោយការរំពឹងទុក Michael និង Kate បានមកដល់ Carl បានរងចាំជាយូរមកហើយអាវុធឡាសែដែលលួចបានត្រូវបានដំឡើងនៅក្រោមឡានរួចហើយឡានទំនើបដែលមានប្រភពដើមដូចគ្នាពីរគ្រឿងបានប្រឈមមុខគ្នានៅចម្ងាយឆ្ងាយ John និង Eddie បានឆ្លៀតឱកាសក្នុងភាពវឹកវរហើយបានរត់គេចខ្លួនយ៉ាងលឿន Carl ពោពេញដោយភាពច្រណែននៅក្នុងចិត្តរបស់វាបានបដិសេធមិនព្រមទទួលយកការធ្វើជាគំរូដើមឡើយវាចង់កម្ចាត់ឡានតែមួយគត់ផ្សេងទៀតដែលមានប្រភេទដូចវា Carl បានតម្រង់ឡាសែទៅរកពួកគេMichaelដឹងថាពួកគេមិនអាចទប់ទល់នឹងការវាយប្រហារដោយផ្ទាល់បានឡើយគាត់បានបញ្ជាឲ្យ Kate ដំណើរការឧបករណ៍ឆ្លុះបញ្ចាំងកម្លាំងខ្ពស់ដែល Bonnie បានបង្កើតពីមុនសារធាតុនោះអាចឆ្លុះបញ្ចាំងកាំរស្មីឡាសែត្រឡប់ទៅវិញបាន Carl បានបាញ់កាំរស្មីឡាសែបានបាញ់តម្រង់ទៅរក Kate នៅវិនាទីចុងក្រោយ Kate បានកែតម្រូវមុំរបស់វាឧបករណ៍ឆ្លុះបញ្ចាំងបានបាញ់ឡាសែត្រឡប់ទៅវិញកាំរស្មីបានប៉ះនឹងឧបករណ៍បញ្ចេញឡាសែផ្ទាល់ខ្លួនរបស់ Carl ដោយផ្ទាល់ដោយឃើញថាឡាសែមិនអាចបង្កការខូចខាតបាន Carl បានដំណើរការធ្វើពលទូបូពេញលេងភ្លាមហើយបានស្ទុះទៅមុខក្នុងល្បឿនអត្តបរមាដោយក្រុងនឹងបំផ្លាញខ្លួនឯងរួមគ្នាជាមួយ Kate Michael បានដំណើរការទូបូរបស់ Kate ក្នុងពេលតែមួយហើយបានបើកតម្រង់ទៅរក Carl ចម្ងាយរវាងឡានទាំងពីរបានរួមតូចយ៉ាងលឿនមុនពេលបុកគ្នាភ្លាមរាងកាយរបស់ Carl ស្រាប់តែឆេះនិងផ្ទុះឡើងបន្ទាប់ពីការផ្ទុះ Carl ត្រូវបានបំផ្លាញទាំងស្រុងបំណែកនៃឡានត្រូវបានខ្ចាត់ខ្ចាយគ្រប់ទីកន្លែង Michael បានដើរចេញពីឡានហើយបានបញ្ជាក់ថា Carl ទីបំផុតបានបាត់ខ្លួនជារៀងរហូតហើយ John និង Mandy ក៏មានសុវត្ថិភាពដែរ Michael បានអង្អែលដំបូលរបស់ Kate ហើយសួរថាតើ Kate មិនអីទេ Kate និយាយថាវាមិនអីទេពួកគេទាំងអស់គ្នាដឹងថាទោះបីជា Carl បានបាត់ខ្លួនក៏ដោយក៏គ្មាននរណាម្នាក់អាចទស្សន៍ទាយបានថាតើការគំរាមកំហែងមួយផ្សេងទៀតនឹងលេចឡើងនាពេលអនាគតឡើយប៉ុន្តែយ៉ាងហោចណាស់លើកនេះពួកគេបានឈ្នះក្រោយមក John ទទួលបានប្រាក់រង្វាន់$5,000ពីមូលនិធិសម្រាប់ព័ត៌មានដែលគាត់បានផ្ដល់ជូនវាជាប្រាក់រង្វាន់ដែលត្រូវបានផ្ដល់ជូនកាលពីឆ្នាំមុនដើម្បីស្វែងរក Carl គាត់បានប្រើលុយនោះដើម្បីទិញហាងជួសជុលរបស់ Eddie ហើយបានចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់ការមើល John និង Mandy ដើរចេញទៅ Michael យល់ច្បាស់ពីរឿងមួយទោះបីជា Carl ត្រូវបានបំផ្លាញក៏ដោយក៏មេរៀនដែលវាបន្សល់ទុកនឹងមិនបាត់បង់ឡើយឡានដែលគ្មានការរឹតបន្តឹងសីលធម៌ទោះបីជាវាមានឥទ្ធិពលយ៉ាងណាក៏ដោយទីបំផុតនឹងបំផ្លាញខ្លួនឯង